តាចាស់បានដេកនៅលើដីអស់រយៈពេល7ថ្ងៃ7យប់អ្នកដំណើរដែលឈរមើលមិនហ៊ានលូកដៃជួយនោះទេព្រោះតែអ្នករាល់គ្នាគិតថាតាចាស់ចង់បង្កគ្រោះថ្នាក់ដើម្បីទារលុយគេពេលនោះមានក្មេងប្រុសម្នាក់បានចូលមកជិតតែត្រូវបានបងស្រីម្នាក់ចាប់និងប្រាប់គុំឲ្យរវល់ការងារគេបើត្រូវគេទារលុយជីវិតរបស់គេនឹងត្រូវវិនាសអស់អ្នកមីងម៉ាក់ខ្ញុំថាមនុស្សគ្រប់រូបជួបការលំបាកបើជួបហើយត្រូវតែជួយពួកគេវិញនិយាយរួចក្មេងប្រុសនោះបានយកដបទឹករបស់ខ្លួនចេញមកបន្ទាប់មកក៏ជួយច្រានតាចាស់នោះឲ្យក្រោកឡើងឲ្យគាត់ផឹកទឹកបន្តិចសិនពេលឃើញដូច្នេះអ្នកដំណើរនាំគ្នាដកដង្ហើមធំអាណិតក្មេងប្រុសនោះនេះប្រកាសជាត្រូវតាចាស់ទារលុយហើយមិននឹកស្មានថាតាចាស់បានយកលុយ20000យន់ចេញពីកាបូបយួរដើម្បីជារង្វាន់សម្រាប់សេចក្តីសប្បុរសរបស់ក្មេងប្រុសឥឡូវនេះអ្នកដំណើរមានការស្ដាយក្រោយយ៉ាងខ្លាំងមិននឹកស្មានថាគ្រាន់តែជួយបន្តិចសោះក៏បានលុយ20000យន់តែក្មេងប្រុសនោះបែរជាបដិសេធយកលុយពីតាចាស់ទៅវិញម៉ាក់ខ្ញុំបាននិយាយថាមានតែការប្រើកម្លាំងពលកម្មទើបជារបស់យើងពិតប្រាកដតាមពិតម្ដាយក្មេងប្រុសនោះគឺធ្វើការនៅខេត្តយូជើតែរោងចក្ររបស់ម្ដាយមិនបានឈប់សម្រាកក្នុងថ្ងៃបុណ្យសែនព្រះខែទេក្មេងប្រុសក៏សម្រេចចិត្តជិះកង់ចម្ងាយ500គីឡូម៉ែត្រដើម្បីទៅរកម្ដាយដើម្បីប្រារព្ធបុណ្យសែនព្រះខែពេលនោះបុរសចំណាស់ក៏ឲ្យក្មេងប្រុសនោះឲ្យឈប់ចង់ឲ្យគេជួយខ្លួនគាត់មួយទៀតឲ្យក្មេងប្រុសយកប្រាក់20000យន់នេះទៅប្រគល់ឲ្យមនុស្សម្នាក់និយាយហើយក៏ប្រគល់អាសយដ្ឋាននោះទៅក្មេងប្រុសជាមួយគ្នាក្មេងប្រុសចិត្តល្អក៏បានយល់ព្រមយ៉ាងរីករាយតែមិនដឹងទេថាកង់នៃវាសនាកំពុងចាប់ផ្ដើមវិលហើយតាមពិតអត្តសញ្ញាណរបស់បុរសចំណាស់មិនធម្មតាទេគាត់គឺជាប្រធានក្រុមហ៊ុនដែលបានចុះបញ្ជីក្នុងផ្សារហ៊ុនដំបូងឡើយគាត់ធ្វើពុតជាដួលសន្លប់នៅនឹងដីគឺដើម្បីស្វែងរកអ្នកស្នងតំណែងដែលសមរម្យម្នាក់ក្រោយមកគាត់បានចាត់ចែងឲ្យជំនួយការតាមដានក្មេងប្រុសដើម្បីមើលថាតើគេអាចឆ្លងកាត់ការសាកល្បងនេះបានឬអត់ពេលនោះក្មេងប្រុសក៏បានមកដល់មុខតូបលក់អាហារមួយចង់ទិញបាយជាមួយចានពីម្ចាស់ហាងឃើញខ្លួនគេប្រឡាក់ប្រឡូសគួរឲ្យអាណិតខ្លាំងណាស់ក៏ធ្វើបាយម្ហូបដែលមានទាំងសាច់និងបន្លែមួយចានឲ្យគេក្មេងប្រុសឃើញហើយប្រាប់ថាខ្លួនគ្មានលុយហូបអាហារបែបនេះទេមិនបាច់បារម្ភអំពីចំនួននោះទេម្ហូបនេះសាច់នេះពូជូនឯងក្មេងប្រុសស្ដាប់ហើយរីករាយខ្លាំងណាស់ភ្លាមតែពេលដែលគេកំពុងតែរីករាយនឹងការញ៉ាំយ៉ាងឆ្ងាញ់នោះតែមិនដឹងថាខ្លួនត្រូវក្រុមជនពាវតាមខ្លំមើលតាំងពីយូរហើយក្រោយពេលក្មេងប្រុសញ៉ាំបាយរួចក៏នៅតែដាក់លុយ2យន់នៅលើតុមិននឹកស្មានថាលុយ20000យន់ដែលគាត់ធ្វើជ្រុះត្រូវម្ចាស់ហាងរើបានម្ចាស់ហាងក៏ស្ដីបន្ទោសក្មេងប្រុសនោះថាស៊ីដោយមិនបង់លុយក្មេងប្រុសក៏ប្រញាប់ពន្យល់ថាលុយនេះមិនមែនជារបស់ខ្លួនទេតែជារបស់តាចាស់ម្នាក់ដែលបានឲ្យខ្លួនយកទៅជូនអ្នកផ្សេងប៉ុន្តែម្ចាស់ហាងគិតថានេះគឺជាការកុហកដែលក្មេងប្រុសនោះបំពាន់ឡើងក៏ដំឡើងថ្លៃភ្លាមទីឲ្យក្មេងប្រុសបង់ថ្លៃអាហារ58យន់ក្មេងប្រុសឆ្លើយយ៉ាងតក់ស្លុតថាខ្លួនមិនបានកុហកទេខ្លួនត្រូវទៅយូជើដើម្បីជួបម្ដាយក្នុងពិធីបុណ្យកណ្ដាលសនិយាយបណ្ដាក៏យកអាសយដ្ឋានដែលតាចាស់ឲ្យមកបង្ហាញនៅលើនោះសរសេរយ៉ាងច្បាស់ថាក្រុមហ៊ុនស៊ីស៊ឺឃើញបែបទ្រាំមើលមិនបានពួកអាកឹកក៏ដើរមកជួយនិយាយការពីក្មេងប្រុសលោកឯងចង់បានប៉ុណ្ណាទៀតគ្រាន់តែបាយមួយចានប៉ុណ្ណោះតើចាំបាច់អីទៅធ្វើបាបក្មេងម្នាក់ម្លេះពេលចេញក្រៅតើអ្នកណាខ្លះដែលមិនធ្លាប់ជួបការបាក់តម្លៃបាយនេះប៉ុន្មានខ្ញុំនឹងបង់ឲ្យហើយគ្រាន់តែបាយមួយចានប៉ុណ្ណោះហេលុយខ្ញុំបង់ហើយបន្ទាប់មកជនពាវនោះបានផ្ដាំតែឲ្យក្មេងប្រុសទុកលុយ20000យន់ឲ្យបានល្អឃើញដូចនេះក្មេងប្រុសក៏ប្រញាប់អរគុណអ្នកដែលបានជួយគេពេលនោះម្ចាស់ហាងក៏មានអារម្មណ៍វិបដិសារីយ៉ាងខ្លាំងគាត់ក៏មិនបានយកលុយថ្លៃពីគេដែរបន្ទាប់មកក្មេងប្រុសក៏បន្តដំណើរស្វែងរកម្ដាយរបស់គេទៀតជនពាវដែលដើរតាមក្រោយក៏រំជួលចិត្តនឹងការធ្វើដំណើររាប់ពាន់គីឡូដោយសារតែទង្វើនេះគាត់បារម្ភក្រែងក្មេងប្រុសជួបគ្រោះថ្នាក់នៅតាមផ្លូវដូច្នេះក៏សម្រេចចិត្តនាំកូនចៅតាមការពារសុវត្ថិភាពគេថ្ងៃបន្ទាប់ពេលដែលក្មេងប្រុសកំពុងសម្រាកបុរសម្នាក់ដែលដើរឆ្លងកាត់បានធ្វើឲ្យកាបូបជ្រុះទៅលើដីក្មេងប្រុសឃើញហើយក៏ប្រញាប់រត់ទៅយកកាបូបប្រគល់ឲ្យគាត់វិញនរណាទៅដឹងបុរសនោះក៏មើលលុយនៅក្នុងកាបូបស្រាប់តែឃើញថាបាត់លុយអស់20000យន់ព្រាមគាត់ក៏គិតថាក្មេងប្រុសបានលួចលុយរបស់គាត់ខ្ញុំមិនបានធ្វើទេខ្ញុំមិនបានបើកកាបូបផងតែបុរសនោះនៅតែទូចថាក្មេងប្រុសនេះឯងជាអ្នកលួចលុយនិយាយចប់គាត់ក៏ចាប់រើកាបូបស្ពីរបស់ក្មេងប្រុសដោយបង្ខំមិននឹកស្មានថាពិតជាបានរកឃើញលុយ20000យន់មែនក្មេងប្រុសទើបតែចង់ពន្យល់តែបុរសនោះគិតថាគេគ្រាន់តែចង់បដិសេធប៉ុណ្ណោះក្មេងនោះក៏ត្រូវបុរសនោះចាប់ដៃហើយចង់បញ្ជូនគេទៅឲ្យពូប៉ូលីសសាកសួរសំណាងល្អពេលនោះហើយជនពាវក៏បាននាំកូនចៅមកដល់ទាន់ពេលធ្វើសាកសីបញ្ជាក់ការពិតក្មេងលុយ20000យន់នេះគាត់យកតាមខ្លួនតាំងពីនៅសិនចិនម្លេះលុយនេះមិនមែនគាត់លួចទេយើងអាចធ្វើសាកសីបានយើងទាំងអស់គ្នាអាចធ្វើសាកសីបានលុយនេះលោកទើបតែដកពីធនាគារមែនទេប្រហែលជាមានលេខគណនីទៀតលោកមើលតើត្រឹមត្រូវក្មួយអើយសុំទោសពូយល់ច្រឡំក្មួយហើយលុយនេះមិនមែនជារបស់គេទេយកមកនេះកាន់វាទៅបងធំអរគុណច្រើនអ្នកឯងពិតជាមានចិត្តគំនិតល្អណាស់ខ្ញុំត្រូវធ្វើយ៉ាងម៉េចទៅលុយ50000យន់តែបាត់20000យន់ហើយខ្ញុំត្រូវធ្វើយ៉ាងម៉េចម្ដាយរបស់ខ្ញុំកំពុងរងចាំចូលពេទ្យបង់ថ្លៃវះកាត់តើខ្ញុំគួរធ្វើយ៉ាងណាទៅពូមិនបាច់បន្ទោសខ្លួនឯងទេលុយ20000យន់នេះខ្ញុំជូនពូដើម្បីព្យាបាលលោកយាយលោកស៊ូសុងលុយ20000យន់របស់លោកនិងក្មេងនោះត្រូវបានគាត់ឲ្យទៅអ្នកផ្សេងបាត់ហើយថាម៉េចឲ្យគេបាត់រឿងវាអីចេះពូមិនបាច់ទទួលខុសត្រូវទេលុយ20000យន់នេះខ្ញុំជូនពូដើម្បីព្យាបាលលោកយាយហាហាពិតជាក្មេងល្អម្នាក់មែនខ្លួនឯងត្រូវបានគេចោទប្រកាន់ខុសគាត់បានបង្កើតការពិតរួចក៏បញ្ជូនលុយនោះចេញទៅល្អណាស់និយាយអញ្ចឹងតើការស៊ើបអង្កេតលើអត្តសញ្ញាណក្មេងនេះបានដល់ណាហើយលោកស៊ូក្មេងប្រុសនោះឈ្មោះជើសៀវទៅគឺជាអ្នកភូមិជូជាម្ដាយរបស់គេឈ្មោះលីស៊ូហ្វាងគឺជាកម្មការិនីម្នាក់នៅរោងចក្ររបស់ក្រុមហ៊ុនយើងដោយសារតែប្រញាប់ធ្វើការថ្ងៃបុណ្យកណ្ដាលរដូវស្លឹកឈើជ្រុះមិនឈប់ទេបុណ្យកណ្ដាលរដូវស្លឹកឈើជ្រុះគ្មានថ្ងៃឈប់ទេខ្ញុំមិនបាននិយាយតាំងពីមុនមកទេថ្ងៃបុណ្យកណ្ដាលរដូវស្លឹកឈើជ្រុះកុំព្យាយាមបង្កើនផលិតកម្មតែផ្ដល់ថ្ងៃឈប់សម្រាប់ដល់កម្មករទាំងអស់ត្រូវឲ្យពួកគេត្រឡប់ទៅផ្ទះជួបជុំគ្រួសារវិញ
ហើយអ្វីបានជានៅតែប្រញាប់ធ្វើការទៀតនាំខ្ញុំទៅរោងចក្រផ្ទាល់ដើម្បីសួរនាំឲ្យបានច្បាស់អាឡូមិនល្អទេមិនល្អទេសៀវទៅរត់ចេញពីផ្ទះបាត់ហើយស្អីគេមេភូមិតើអ្នកកាត់អីហ្នឹងសៀវទៅគេនៅណាពីប៉ុន្មានថ្ងៃមុនសៀវទៅបានបាត់ខ្លួនទៅហើយខ្ញុំឮអ្នកភូមិនិយាយថាគាត់បានស្ពីកាតាបហើយជិះកង់តម្រង់ទៅទីខេត្តយឺជើវហាក់ដូចជាចង់មកឆ្លងបនសែនព្រះខែជាមួយអ្នកស្អីគេសៀវថាវហេប្រាប់ខ្ញុំមកថាឯងទៅណាការងារមិនទាន់ធ្វើហើយផងចង់រត់ទៅណាបើឯងហ៊ានរត់ឯងជឿអត់ថាខ្ញុំមិនឲ្យលុយខែងអហោះសូម្បីតែសម្ដីខ្ញុំក៏ឯងមិនស្ដាប់ដែរចាំខ្ញុំជួយចាប់វាមកវិញចាំមើលខ្ញុំរៀបចំឯងយ៉ាងម៉េចអ៊ំសិនអរគុណអ៊ំទាំងអស់គ្នាតាមផ្លូវមកនេះអរគុណដល់ជំនួយរបស់ពូទាំងអស់គ្នាពូពិតជាមនុស្សល្អមែនមនុស្សល្អអហោះនេះជាលើកទី1ហើយដែលគេហៅខ្ញុំថាមនុស្សល្អសៀវទូឯងក៏មកដល់ហើយដែរដល់ពេលពូត្រូវទៅវិញហើយលើកក្រោយកុំរត់ទៅឆ្ងាយម្នាក់ឯងទៀតឲ្យសោះយល់ទេយល់ហើយតោះទៅកូនឌូម៉ាក់កូនល្ងងអើយរត់មកដល់ឆ្ងាយម្លេះម៉ាក់មើលថាតើខ្ញុំស្គមឬអត់កុំនិយាយច្រើនការងារមិនទាន់ចប់ផងចង់រត់ហើយប្រញាប់ត្រឡប់ទៅធ្វើការវិញភ្លាមទៅបង្អាក់ការងារអស់ហើយឯងជឿអត់ថាខ្ញុំនឹងបោះស្បែកឯង